សួរខ្ញុំបាទឈ្មោះឆាវណ្ណំជាសិស្សថ្នាក់ទី12នៃសាលាអង្គការលើកស្ទួយប្រជាពលរដ្ឋ10ថ្ងៃរស់នៅទីក្រុងភ្នំពេញនិងកន្លែងកំណើតនៅខេត្តព្រៃវែងឪពុករបស់ខ្ញុំប្រកបមុខរបរជាអ្នករត់ឌុបនិងម្ដាយរបស់ខ្ញុំប្រកបមុខរបរជាកម្មការិនីរោងចក្របងប្អូនរបស់ខ្ញុំមានចំនួន3នាក់ហើយខ្ញុំជាកូនបងគ្រួសាររបស់ខ្ញុំមានជីវភាពលំបាកបន្តិចកាលពីមុនខ្ញុំរៀននៅសាលាជិតផ្ទះមុនពេលដែលខ្ញុំចូលរៀននៅសាលាអង្គការលើកស្ទួយប្រជាពលរដ្ឋហ្នឹងជួបប្រទះខ្វះខាតនៅថវិកាហើយមួយទៀតគឺរៀនអត់សូវចេះក្នុងគ្រួសាររបស់ខ្ញុំអ្នកដែលរកប្រាក់ផ្គត់ផ្គង់ក្នុងគ្រួសារគឺឪពុកម្ដាយរបស់ខ្ញុំបាទស្គាល់សាលាអង្គការលើកស្ទួយប្រជាពលរដ្ឋហ្នឹងតាមរយៈអ្នកជិតខាងគាត់បានណែនាំមកពីសាលាដោយសារសាលាហ្នឹងបានផ្ដល់ជំនួយឧបត្ថម្ភក៏ដូចជារៀនអត់គិតប្រាក់ហើយក៏ដូចជាបើកអង្គប្រចាំខែតាដែលធ្វើឲ្យខ្ញុំចូលរៀននៅសាលាអង្គការលើកស្ទួយប្រជាពលរដ្ឋដោយសារខាងសាលាហ្នឹងបង្រៀនអត់យកប្រាក់ហើយមានអាហារពេលថ្ងៃហើយមានបង្រៀនទាំងភាសាខ្មែរហើយនិងភាសាអង់គ្លេសក្រោយពីខ្ញុំបានចូលរៀននៅសាលាអង្គការលើកស្ទួយប្រជាពលរដ្ឋហ្នឹងសមិទ្ធផលដែលខ្ញុំទទួលបានហ្នឹងដូចជាចេះអក្សរជាងមុនហើយចេះអានភាសាអង់គ្លេសខ្លះៗហើយក៏ដូចជារៀនប្រកួតប្រជែង debate ហើយក៏ដូចជាបានចូលរួមរៀបចំកម្មវិធីសង្គ្រាមនៅក្នុងសាលារៀនគោលបំណងរបស់ខ្ញុំនៅថ្ងៃអនាគតនោះគឺចង់ធ្វើជាអ្នករកស៊ីមួយរូបព្រោះខ្ញុំចង់ដើរតាមក្តីស្រមៃរបស់ខ្លួនឯងខ្ញុំសូមថ្លែងអំណរគុណទៅដល់លោកត្រីនួនភីមានដែលបានឲ្យរូបខ្ញុំបាទចូលមកសិក្សានៅក្នុងសាលានេះក៏ដូចជាផ្ដល់បទពិសោធន៍ហើយនឹងចំណេះដឹងជាច្រើនដល់រូបខ្ញុំបាទហើយព្រមទាំងអរគុណទៅដល់ចាស់ជំនួយជាច្រើនដែលបានស្ពនស័រមកខាងសាលារៀន